ពីក៏គាត់ដូចគ្នាខាងអេស៊ីបបាទឯកស្ថានរៀងសុភាពជាងទេបើខាងម្ចាស់ផ្ទះរៀងសិចស៊ីជាងបន្តិច Judge, timer. Around a 1FC cage for Iran. Great to have her back. That's Walla Abbas. Okay, fight. And that's បាទសូមគោរពអញ្ជើញកំណានទស្សនាការប្រកួតគូ Undercard គូទី2ផ្នែកនារីបាទជាបន្តទៀតរវាងកីឡាករនេះអេស៊ីបបាទដែលមានឯកសណ្ឋានក្រហមឆ្នោតសឆ្នោតស្មារតីឯកីឡាករនេះហ្វីលីពីនអាណាជូលេនតុនបាទគឺឯកសណ្ឋានខៀវមួយឈុតតែម្ដងក្លឹបជូលេនតុននឹងដូចឈ្មោះរបស់ខ្លួនអញ្ចឹងបាទបទពិសោធន៍ខាងអេស៊ីបគឺ3ដងក្នុងនោះឈ្នះ2ចាញ់ម្ដងរីឯជូលេនតុន2ដងឈ្នះម្ដងចាញ់ម្ដងតែគេថាបកក្រៅពីស្ថាប័នវាយដាក់ត្រង់នេះគឺជាម្ចាស់ខ្សែក្រវ៉ាត់ WBO World Champion ផងដែរបាទឆ្វេងម្ដាយរបស់កីឡាករនីអេស៊ីបអាបាសជាយាមឡើងជង្គង់ឆ្វេងអាបាសជង្គង់ឆ្វេងតែយូលេនតុនជាយាមដាល់ពោះអូយអាបាសទាញទាត់គាត់ចង់ដួលមិនតែយូលេនតុនជាយាមចាប់ជើងអាបាសមកចំហៀងលើកបាទអូយក្លេកកបាទក្លេកកផងដាល់ផងព្រោះថាខាងយូលេនតុនគាត់លើកខ្លាំងពេកហើយបើថាលើកបាសជើងបានអាចនឹងគ្រោះថ្នាក់តែឥឡូវជើងមួយចំហៀងកំពុងតែជាប់ជាបណ្ដាអាយ៉ាក្លេកកអូសទាញយកតែម្ដងបាទខាងអាបាសអេស៊ីបបាទអាយយបាទហើយអោបគ្នាវិញម្ដាយតាមតែជង្គង់សងទៅវិញផងដែរអាសូមជាក់សារជាថ្មីខាងហ្វីលីពីនម្ចាស់ផ្ទះគឺខៀវមួយឈុតឯខាងអេស៊ីបភ្ញៀវវិញក្រហមឆ្នោតស្មៅឆ្នោតសហើយថាខុសគ្នាដាច់បាទអញ្ចឹងងាយស្រួលចំណាំជង្គង់របស់អាបាសជូលេនតុនជាយាមដាល់ដែលប្រើដៃស្ដាំរបស់ខ្លួនដំពីខាងក្រោយខ្នងឥឡូវអាមេជង្គង់រុញចុះរុញឡើងដាល់ថាខ្លាចបន្ទុកអត់បានអញ្ចឹងដាល់ចិត្តសន្សំបន្ទុកទៅអាមកទៅជំនាញជង្គង់មែនតើព្រោះថាបទពិសោធន៍3ដងឈ្នះ2ចាញ់ម្ដងចាស់ទៅថាជោគជ័យមួយផងដែរ2នាទីបានរំលងផុតឥឡូវនេះអាបាសប្រុងក្លេកកយយូលេនតុនស្ទាស់ចង់ដង្ហើមកន្លែងកកបាទថារត់ដង្ហើមអុកគង់ចូលចង់ដង្ហើមវិញគឺអាចអត់ទៅយាមក្លេកករត់ណែនតែម្ដងយូលេនតុនហាក់បីដូចជារើមិនចេញអស់ហើយបាទដកថយសិនព្រោះថាមិនដូចជាខុសបច្ចេកទេសបាទខាងហ្វីលីពីនគឺជំនាញរបស់គាត់ដៃរហ័សគេស្ដាំរបស់អាបាជូលេនតុនដល់ពីដៃវិញមិញខាងម្ចាស់ផ្ទះហ្វីលីពីនឈ្នះ1-0ឥឡូវនេះជូលេនតុនទៅអាបាកវត្តមកខាងនេះវិញAnna kind of has a little bit of a wide stance for her box. She keeps that lead leg out there quite a bit. តាក់ឆ្វេងតែមកដៃឆ្វេងក៏សងវិញផងដែរជូលេនតុនដើរចូលអាបារៀងបំលាស់ទីឆ្វេងហើយក៏ប្រើដៃឆ្វេងដៃស្ដាំហើយឆ្វេងម្ដាយតែដាក់ត្រូវឥឡូវទាញចុះទីឡើងដួលអូយបាទកងនៅពីលើខាងយូលេនតុនតែអាបានៅពីក្រោមតែខាងចកេះវិញក៏យូលេនតុនក៏ជាកងបណ្ដាអាយ៉ាក្រោមឈរបានហើយអាយ៉ាទាញចំណេញទៅលោកអញ្ញាកណ្ដាលតែចាប់ទាញវិញខុសចេះដល់មុខយកតែម្ដងបាទតែស្ដាប់ក្រោមជាយឹមប្រុងបែកបដួលមិនទាន់ទៅទេបាទអាយ៉ាទាញចុះទីឡើងនៅខាងក្រោយគេវិញខាងក្រោយគេចាប់ទាញតែម្ដងអូយបាទដល់ឆ្វេងដល់ស្ដាំបាទតែមើលទៅអាបាសត្រង់ងើបក៏ជិះមិនមិនឲ្យងើបដែរដល់យកតែម្ដងបាទព្រោះថាចំណេញហើយងាយរកបានតែអាការល្អចេះអូយដាក់មកជង្គង់ទៀតបែរជាបែរមកពុកវិញតែមិនទៅទេឥឡូវប្រុងអីយ៉ាទៅបណ្ដាអាយយបាទបណ្ដាហើយលើកមួយអត់លើករួចទេព្រោះអង្គុយអូយខាងលីនយូលេនតុនដល់មកសម្បាឲ្យដៃតែម្ដងបាត់កែងផងដល់ផងសឹងតែទួសាច់ទួមុខអស់ហើយតែវេលាសម1នាទីខាងក្រោយមានតែ3ទឹកទេការប្រកួតแล้วก็จะโกงវិញជូលេនតុនអូយអាបាមិនហើយបាទយើងត្រេនតិចហើយឥឡូវក៏จะโกงសងវិញអោបគ្នាសិនលេក៏ដល់កវត្តដល់ម្ដាយទៀតបាទលោកចូលក្រោមស្គៀមបាទរៀងធ្វើស្អីបាទគីឡូ56មុនគួរសមណាស់ចឹងកាយការរបស់គាត់ទៅរហ័សទេ
She's framing that face away, pops the head ចាប់ out. សំណាញ់ដែកលោកបញ្ញាកដាំឲ្យចាប់ព្រោះថាខុសលក្ខណៈកានិយាយយើងក្លេកក Anna's got her in a little ក្លេក front ក choke. 15 វិនាទីចុងក្រោយកោះជង្គង់មួយសិន Nice work. Final 10 seconds of the opening round. អត់ព្យាយាមទៅដើម្បីក្លេកកទៅមិនរួចអត់ក្លេទៅអត់រួចទេចប់ទឹកទី 1 On that guillotine. បាទរត់មែនតើរត់យកចំហតែមិនចង់អស់ចំហហើយដូរកណ្ដាប់ដៃម្ដងដាំឆ្វេងមួយទៀតឆ្វេងម្ដាយបាទបានគល់ស្គៀមផងណាដល់ឆ្វេងសងវិញពីលិនតុន Neither girl too disheveled by it. Anna's still kind of smiling a little bit. បាទរៀងរំខានសក់តិចសម្រាប់កីឡាការិយាបាទ Smiling, this woman. Nice little អាយបាទ there you go. ត្រូវ Double ម្នាក់ចង់ទៅដួល She looks ថា like she's នារី setting up ក៏ for អត់ double ទាន់ jab. គេថាវាផ្លាច់លឿនដូចខាងបរោះទេ What's your feeling, Josh? Wala Abbas look a little bit more tired to you? Remember we talked. I tried talking about this before. She put a lot of pressure on herself to get the takedown. She's a kickboxer. You know, she should have mixed it up a little bit more. She spent a lot of time in that first round trying to get the takedown. បាទ in the អត់ទៅហ៊ានទៅដូរបាទបាសចូលដល់ទឹក She's ទី really 2 នេះ composed and relaxed. This is where she feels comfortable. 15-minute តែដោយ contest សារថាកាន់សា potentially. សនាអ៊ីស្លាមខាងអាបាសបាទប៉ុន្តែអេស៊ីបណា See, អញ្ចឹង Anna គាត់អ bouncing ត់ហ៊ាន on her feet. ពាក់ឯកសណ្ឋានដោយខាងហ្វីលីពីនទេបាទពីរ style អញ្ចឹងខាងនោះសាសនាគាត់អត់ទៅបើកចំហទៅខាងនេះអញ្ចឹងគេពាក់អាវចិត្តតិចហើយបាទ Wala Abbas swings for the fences. She misses probably more often than she connects. But when she, oh, លេង that's នៅម្ដាយទៅខាងជីលីនតុនគាត់ដៃគាត់ល្អជាង very solid. ដាក់ពេញតែម្ដង ស្ដាំប្រុងបដូរតែខាងជីលីនតុនចាប់ជាប់ទាញអាបាសថយលឿនមែនតើបាទ Yeah, hitting the air. ហើយជោគសក់មករំខានមែនសក់ហ្នឹងអត់ចង់ឲ្យស្រួល I think Anna needs to kind of push the pace a little bit more. She needs to pressure her, make her move, make her get a little bit more tired. She's got the tempo right now. She just need to pick it up just a ចូល tiny ដល់ bit. មួយថាទៀតរៀងឡង I wonder if Anna might have possibly hurt her left hand. She flexed it a little, took a little look at it as well. Let's see how that goes. Keep an eye on that. She's quite happy to throw that jab out there. ទឹកទី2នេះអត់ស្ូវខ្លាំងដូចទឹកទី1រៀងនៅខ្លាចច្រើនមែនតើអាបាស ថយវាយដៃហ៎ That's the only thing that kind of អត់ concerns ថយ me a little ដល់ bit. យកត្រូវផងមិនត្រូវផងសំខាន់ឲ្យគាត់បាត់ដល់គេអត់ចង់ស្លាប់បាទអត់ចង់ស្លាប់ Wala Abbas, I mean, I ថា just said that she បោក might be a little អាច bit ចាញ់ weary, ច្រាប but ខាងហ្វីលីពីន she's throwing punches even when she's going backwards. គាត់ពីកោម្ដង She's bringing the kicks in now. This is what I Julian was thinking Totma. from the beginning. She needs ក្នុង to នាម stay ជាម្ចាស់ relaxed. ខ្សែក្រវ៉ាត់ As a WBO World kickboxer, Champion okay, if the takedown's there, take it. But បា she ត់ put ចូល so បល់ much មកបោក pressure. I think កាល់ on ម្ដាយ herself. បាទ We អា talked បាស about ចង់ផ្ងាក្រោយ how ហើយ she ជួយ was going to ចូល just មកថាទៀត pressure her and take the fight to the ground. តែចូល Like រ I ក said, ដែរបាទមិនចូលទាំងកម្រោលទេ people to train គាត់ that way ខ្លាច for over 2 បាក់ to 3 បាក់ weeks ដៃ to មក go ស out ន្ there លប់ and ខា do ងក្រោយ it in a fight. ដៃរបស់អាបាសឆ្វេងស្ដាំបាត់លុកវិញមែនតើ Left from Wala Abbas. I tell you what's a slightly smaller problem than the woman in front of her, and that's the hair បា that's ត់ coming ត្រៀមត្រង់ down. ជង្គង់ Some of that hair's អា come យ loose, យ and បាត់តែ obviously ខាង the blocker vision, and អាបាសហ្នឹងក៏ថយវាយ she spends time, as you saw there, ចឹងពិបាកសម្រាប់ moving it ជីលីន aside, តុនក៏ធ្វើអី taking កើត behind her ear. It's not going to stay there for long with Anna Hulaten chasing your head with punches. I ហើយ can ឆ្វេង tell you ម្ដាយ that. លោកបានចំល្អ Anna needs to keep អត់ពុក walking around. អូមាត់ឆ្វេងពីដៃនេះក៏ល្អផងដែរស្ដាំម្ដាយអីយយបាត់តែខាងអាបាសក៏លុកទៅម្ដាយវិញផងដែរ Can Anna 1នាទីចុង take ក្រោយក្នុងទឹកទី advantage 2 of those punches that she's landed there and bring it home? She switches stances. ខាងឈ្លិនហ្នឹងក៏គាត់ទៅហ៊ានបដូរដែរព្រោះខ្លាចដៃរបស់អាបាសក៏ទទួលស្គាល់ថា Anna ធ្ងន់ needs to keep popping that jab, setting her up for the left. ចាំមើលបាត់កីឡាករនេះដែលមានគេថាស៊ីមតាខ្ចប់ស្ទូនេះអាចធ្វើអ្វីទៅខាងអេស៊ីបបានអត់ Anna បាទ definitely looks the fresher of តែ the អេ two, ស៊ីបហាក់បីដូចជាចង់ slowly stalking her. ចង់ I think she ថយ needs to វាយ stop ច្រើន her a ជាង little ប្រូ bit more, especially going into this third round. The cleaner work in the stand-up is certainly done by Hulaten. Trời ơi, I lúc wonder Thuê, if Thuê, Thuê. Wala Abbas is អើ poised ឆ្វេងស្ដាំអាបាសល្អមែនតើ and that's the danger. ដល់បាត់ដៃ Walla Abbas hit her វាយ with a បាន nice left hand. រ It យៈ kind ចម្ of ងាយល្អ knocked her back on her heels a little bit. ហើយចាប់ដៃមិនទាន់ប្រើជង្គង់ទេអាបាសរុ You យ don't បុក win ក្នុង two សំណាញ់ world boxing titles by 10 not វិនា having ទី a ចុងក្រោយ sound chin though, and Hulaten certainly has that. ត្រង់ចាប់ក៏ចាប់មិនរួចស្ដារគីឡូធ្ងន់ដែរបាត់57 56ហើយ បាទទឹកដីប្រវត្តិទឹកទី3ខាងអេស៊ីបគឺក្រហមស So និង explain ខ្មៅ to people that we, ខាងហ្វីលីពីន here ចាប់ at ផ្ទះ ONE ខាង FC, ខៀវ បាទ we don't judge the fights based by round by round អាយ៉ា basis. ចូល So ដល់ what ផាយ we've seen so ប្រា far នេះបាត់កន្ទុយខាងហ្វីលីពីន has nothing to do with មកជើងរបស់មកចូលក្រាមុខរុញអាបាសបដូរដៃយកហើយ The first 20 seconds បើ of ដៃ this តំណងដែរ Some
crazy leg work from both girls. ហើយចាប់ដើមចូលវគ្គស្គក់វិញក្រោយវាអោបគ្នាបានមួយផ្លែត Flush in the chin. បាទលើនេះជូលីតុនអោបរត់អាបាសមិនអោយរើតាណារួចទេបាទរួចអឹបដល់ក្នុងពោះជង្គង់ដល់ក្បាលលោកពេញកណ្ដាលមុខតែអាបាសក៏ប្រើដៃដល់ពោះបដៃឆ្វេងជូលីតុន2ដៃថែម3ដៃរុញមិនដួលចាប់ស្រួលបាទដល់ពេលសក់គាត់ស្រួលញ៉ៃញ៉ៃចឹងមកល្មមបន្លំទាញសក់បានដល់ម្ដាយស្ដាមរបស់ជូលីតុន Guns blazing in the second. She seemed like she relaxed. She's got the conditioning. She's comfortable now knowing she's got the conditioning to go the full 3 rounds. បាទឥឡូវបាន1នាទីហើយនៅសល់4នាទីទៀត She has KO power. And if there's one of these girls បាទនេះគឺជាការប្រកួតគូអន្តរជាតិគេថាគូមិនទាន់ពិសេសទេឈានទៅពិសេសសិនគាត់ធ្វើបានល្អថាគាត់មានការប្រកួតអត់មាន9គូ10គូឯណោះ While that boss got her arms tied up, so it's hard for her to land them clean. This is like a chess match right now. This is they're jockeying for position right now. ដើរផ្លូវតែម្ដងបាទសម្រាប់អាបាស 3.5 minutes of chess left. ទាញចូលទាញឡើងទៅចង់វិញអីយោរើបានបាទហើយបាទចង់សក់ប្រងដែរបាទខំស្រីចង់ស្អាតមកហើយមុខរបស់ខាងជូលីតុនខាងពណ៌ខៀវបាទអាវខៀវនោះក៏មានស្នាមដែរបាទម្ដាយឆ្វេងដល់ម្ដាយស្ដាំអាបាសរុញឲ្យថយដល់ចូលពួកស្ដាំមកមិនត្រូវទេរុញឲ្យថយទៀតចិត្តមិនទាន់សឿងតែរងចាំឱកាសឆ្មក់បដូរដៃឆ្វេងម្ដាយជូលីតុនចាប់ចុកកោះពោះហើយអាបាសសងឆ្វេងស្ដាំផងដែរដល់ម្ដាយស្ដាំចង់ជំនីឥឡូវរុញបាទតង់ទី2ទឹកទី2ទឹកទី3នេះអត់មានជីទៅលើគ្នាទេហើយចាប់ជើងបានមកចំហៀងហើយតែអាបាសគាត់ក្លេកកវិញបាទអូយបាត់ពេញតែម្ដងបាទថាតិចរបស់គាត់ចេះធ្វើស៊ីឬក៏យ៉ាងណាទេរបាទរុយឲ្យថយវិញអត់ក្លេកកអីដល់គឺចាំតែម្ដងដៃឆ្វេងរបស់ជូលីតុនស្ដាំម្ដងតែខាងអាបាសស្ដាំមិនស្កាត់បានដល់ម្ដាយឆ្វេងថយបាទថយទៅផ្ងាក្រោយដួលខ្លួនឯងតែចំហមទៅជារឹងប្រហែលទេបាទទុន You can tell she's relaxed. Look at her. She's got her hands up. While Abbas is, she's got her hands down. She's circling. Đẩy xuôi Abbas cứ chăm được rồi chứ. 2 minutes Nối bạt chỗ phải final chào. round of this contest where Chứ đừng có cái tam thì chẳng hot đấy bà. everything into this and for the Ở first chỗ lại, time ta làm chỗ lại. in the contest, Anna Holaten takes a couple of Để steps có. backwards. Đẹp con mà cũng. Guillotine there. Rồi như là rình thôi rất. Knee in the body. Đêm A mê mà. Cặp đáy đập mà cũng biết tính cái lịa con. Trapping that hand. Hai mà cũng mà xong lâu và trong thôi để trong ao chộp. Xong mà cũng xuôi với nhà bà. She's had a lot of media Với coverage ấp for trong máy. Holaten. Đào mà đây và pin cái nào một. Before this. Rồi bây giờ They love her in the lắng một con Philippines. bên bờ ta And she's để đi và tao biết cái chui around đây. the world. Từ một sân mặt sọ lang sầm pô mà. Tough for these Nàng á girls. A bạn minute chặt and a bao quarter sọ left. và sao mà They're đòi both chặt bao feeling sọ the đến pace. tao là sọ. But this Trên is màu where đây it could đấy. be won and lost. Rich Franklin gave us an idea of how Không, mà chưa close bị this thang one đâu. is. Since Rich spoke, we've had 4 minutes, but this final minute could still be the one that Tròn này hạ bay determines được the chia outcome. mình không tập đi của màn đấy. Mỗi người ti trong rồi. Anna's walking her down. Well, Abbas looks tired. Rồi chui vào đây luôn ba lọ mình tên. Cái này chmọ. Chmọ mà chui giết Solid Vinh jab, mà. if it lands. Ôi ôi thằng kia vẫn còn trong thắng á, trốn Nice đau little nhọp vô mình exchange tên. there from the two of them. 40 seconds left, the busier one in this 40 Vinh, seconds. Vinh, May Vinh. be Anh dạ, the chui, one làm that ba, ba. sneaks it. Việc lăng ở trong dập đây, bên đây ba con đau Anna nó needs to Vinh start Vinh throwing nhìn in luôn luôn á. combinations. Last 30 seconds. I want to see Làm her cho go Vinh for thì ti trong broke. rồi. 30 seconds left in the final round. Right hand from Holaten and the Tổ left. đào vô Punches một to đâm the thao body mấy as cái một well. cắt I son think tam she trong might be trong smiling rồi at this chứ. again, Josh. I don't think she stops as she came in the ring. Is that a smile or a Biết đấy, grimace? It's chị so một thằng hard đấy. to tell. Mê cho cung ấy. She's got her pressing. Có mà thì cung She's phê. looking good right now. Mình cho cung thuê mới biết. Final 10 ôi, seconds. lớn, ông vô, Josh, ông vô. before we go to Rich, who has a little bit more time Và to rong trăm consider thôi how xuống. this fight Cô should be ta judged, the mấy reperhaps trên ai cái này speaking sao all tao the có mang vị để time. I would just tap Holaten cho ahead. What do you trận think? thứ 7. Yeah, I would have Anna ahead just based on the fact she's miễn tracking là her nghe down. tập She's the miễn one là tránh. punching the clinch. She landed the cleaner strikes. Tại Not ai the từng ones miễn that là were tranh just của ta. jumping in. One of team đấy mình mà rồi I là would rau have khơi Anna mà này. ahead.
I can see Rich just totting up his scores. I'll throw over to him in a few seconds when he gives me the nod. But there's some of the action from that third round. Lovely left hand from Wala Abbas. The takedown there from Hulatan. What a great contest. Such a thrill. Oh, super left hook, wasn't it, from Hulatan? Such a thrill for these fans here at Cageside to see their girl perform so bravely. Rich Franklin's got his cans on. Rich, have you done your totting up? What do you think about those 15 minutes? Listen, this is a hard one to explain. The fans have to understand that we scored this from the beginning all the way to the end of the fight. So don't forget about the takedown at the beginning. The aggression was about equal. I actually had Wala Abbas a little ahead on the aggression, but that's not nearly as important. The key here in this last round and the round prior to that is the striking superiority was about the same, and I scored them even. So this is going to be inched out by one or the other. Very, very close. Anthony Suntai. Ladies and gentlemen, after 3 rounds, we go to the judges' scorecards, and all 3 judges see it for your winner via unanimous decision. From the red corner, Anna the Hurricane Hulatan. ដល់បន្ទូជាឯកច្ឆន្ទពីសំណាក់ចៅក្រម3រូបគឺឲ្យពីអ្នកទៅអាណា The Hurricane នៅព្រឹកគាត់បាទមានកាច់តែម្ដង